បងប្អូនយើងណាខ្លះដែលចង់រកហាងកាហ្វេដែលមានមុខម្ហូបឆ្ងាញ់ៗជាមួយនឹងកាហ្វេដែលឈ្ងុយអីហ្នឹងណាបងប្អូនយើងអាចមកកាន់មកកន្លែងនេះបានហាងរបស់គេនេះការរៀបចំអីវិញគឺថាស្អាតខ្លាំងមែនតើមានតាំងពី indoor ហើយមានតាំងពី outdoor ទៀតកន្លែងដែលខ្ញុំនាំទាំងអស់គ្នាមកហ្នឹងគឺមកដល់កាហ្វេ Amazon នឹងឯងបងប្អូនយើងមានដឹងអត់ថាកាហ្វេ Amazon ឥឡូវគឺថាគេមាន concept store ថ្មីមួយដែលគេទំតបើកនៅម្ដុំទូកោការរៀបចំហាងរបស់គេហ្នឹងគឺថាបានពិនិត្យស្អាតខ្លាំងមែនតើមកជាពិសេសហ្នឹងណាអ្នកនរគ្នានៅកាហ្វេ Amazon concept store នេះគឺថាមានមុខម្ហូបឲ្យយើង order ញ៉ាំទៀតគឺជាហាងកាហ្វេ Amazon ទី1ដែលមានតាំងពីម្ហូបផងមានតាំងពីកាហ្វេនៅក្នុងនឹងផងហើយដូចថ្ងៃនេះអញ្ចឹងបងប្អូនអើយគឺថាមុខម្ហូបរបស់គេទំនងច្រើនពេកអញ្ចឹងទៅក៏បាន order ច្រើនមុខមែនតើមកញ៉ាំមកហើយចំញោមភ្លក់ឲ្យប្រាប់អ្នកនរគ្នាថារសជាតិបែបណាដែរនៅទាំងអស់គ្នាមកដល់កាហ្វេ Amazon concept store នេះហើយគឺថាមានអារម្មណ៍ថាស្រួលមែនតើអ្នកទាំងអស់គ្នាយើងចង់ញ៉ាំមុខម្ហូបអីគឺថាមានហ្មងណាសម្រាប់បងប្អូនយើងណាដែលអត់ទាន់បានមកដល់ទេគឺអាចមកសាកបានសម្រាប់ជំរឿមុខម្ហូបរបស់គេមានច្រើនមែនតើដូចចានទី1ដែលខ្ញុំកំពុងតែញ៉ាំនេះគឺជា spaghetti ត្រូវមែនតើសម្រាប់បងប្អូនយើងណាដែលពេលថ្ងៃឡើងអត់ដឹងថាញ៉ាំអីអញ្ចឹងណាអាចហៅ spaghetti បានរសជាតិរបស់គេឆ្ងាញ់បងប្អូនអ្នកមួយចាននេះវិញគឺជាកាទៀវទូកសាច់គោរបស់គេបងប្អូនជាកាទៀវទូកសាច់គោនេះឆ្ងាញ់មែនតើរសជាតិរៀងហឹលតិចញ៉ាំគឺត្រូវហ្មងសម្រាប់ពេលព្រឹកឡើងគេព្រឹកឡើងអីអញ្ចឹងចង់ញ៉ាំកាទៀវទូកអីហ្នឹងគឺអាចមកកាន់ Amazon concept store បានអ្នកទាំងអស់គ្នារសជាតិរបស់គេអែមហ្មងសម្រាប់មួយចាននេះវិញអ្នកទាំងអស់គ្នាគឺជាចានមួយដែលខ្ញុំចូលចិត្តញ៉ាំខ្លាំងជាងគេហ្មងមួយចាននេះគេឲ្យឈ្មោះថាគឺជាខោស្រោយសាច់មាន់អ្នកទាំងអស់គ្នារសជាតិរបស់គេរៀងហឹលមានក្លិនការីនៅខាងក្នុងហ្នឹងណាអ្នកទាំងអស់គ្នាអូយហើយសាច់មីអីរបស់គេក៏ទន់ដែរញ៉ាំហើយហ្នឹងគឺថាចង់ញ៉ាំទៀតហ្មងជាពិសេសហើយគឺមានកាផ្លៅមាន់នៅក្នុងហ្នឹងមួយឲ្យយើងទៀតហើយបើសិនជាបងប្អូនយើងចង់រកជាប្រភេទបាយឆាអីហ្នឹងក៏គេមានដែរដោយមួយចាននេះអញ្ចឹងគឺជាប្រភេទបាយឆាម្រះព្រៅជាតិរបស់គេរៀងហឹលតិចហើយសំខាន់គេឆាបានឈ្ងុយបើសិនជាបងប្អូនអត់ចេះហឹលទេអាចហៅបាយលោកលាក់មួយចាននេះក៏បានដែរបាយឆាលោកលាក់នេះវិញអូអ្នកទាំងអស់គ្នាអូសាច់គោរបស់គេវិញគឺថាឡើងផុយហ្មងហើយក្រៅពីហ្នឹងក៏គេមានជាប្រភេទផាត់ថៃប្រភេទអីផងដែរបងប្អូនផាត់ថៃគ្រឿងសមុទ្ររបស់គេនេះក៏មិនណយដែរតែគឺថាយើងចង់ញ៉ាំអីក៏មានដែរងាយស្រួលមែនតើបងប្អូនចង់រកជាប្រភេទបាយសាច់ជ្រូកប្រភេទបាយស្រូបរបស់យើងហ្នឹងនៅខាងកាហ្វេ Amazon ក៏គាត់មានទៀតព្រោះដោយសារតែគាត់ដឹងថាភាគច្រើនណាគឺបងប្អូនយើងចូលចិត្តញ៉ាំបាយសាច់ជ្រូកមែនតើឲ្យតែព្រឹកឡើងអញ្ចឹងណាជំរឿបាយសាច់ជ្រូករបស់គាត់ក៏មានដែរហើយរសជាតិរបស់គេក៏ឆ្ងាញ់ដូចគ្នាបងប្អូនយើងណាចង់រកហាងកាហ្វេណាដែលមានតាំងពីមុខម្ហូបមានតាំងពីកាហ្វេឆ្ងាញ់នៅក្នុងកន្លែងតែមួយហ្នឹងគឺបងប្អូនយើងអាចមកកាន់កាហ្វេ Amazon concept store បានបាយ